គិតមកដល់ថ្ងៃទី4ខែមិថុនាឆ្នាំ2026នេះគឺមានរយៈពេល77ឆ្នាំហើយដែលអាណានិគមនិយមបារាំងបានកាត់ទឹកដីកម្ពុជាក្រោមទៅឲ្យស្ដេចយួនបៅដៃកាន់កាប់តើមានមូលហេតុអ្វីខ្លះដែលបានជំរុញឲ្យបារាំងឈានដល់ការសម្រេចចិត្តបែបនេះនៅក្នុងវីដេអូនេះយើងនឹងទៅសិក្សានិងស្វែងយល់ទាំងអស់គ្នានៅថ្ងៃទី22ខែមករាឆ្នាំ1947រដ្ឋាភិបាលទី1នៃសាធារណរដ្ឋទី4បារាំងបានកើតឡើងក្រោមការដឹកនាំរបស់លោករ៉ាម៉ាឌីយេដោយមានសមាជិក9រូបមកពីគណបក្សសង្គមនិយម3រូបមកពីគណបក្សកុម្មុយនីសនិង5នាក់ទៀតមកពីគណបក្សស្ដាំនិយមនៅពេលឡើងកាន់អំណាចមកភ្លាមលោករ៉ាម៉ាឌីយេបានធ្វើសេចក្តីថ្លែងការណ៍មួយថាលោកគ្មានជំទាស់អ្វីនឹងឯករាជ្យនិងឯកភាពរបស់វៀតណាមទេឲ្យតែវៀតណាមនោះស្ថិតនៅក្នុងសហព័ន្ធឥណ្ឌូចិននិងក្នុងសហភាពបារាំងក្រោយមកដោយសារគ្មានស្របគ្នាក្នុងនយោបាយលោកឧត្តមសេនីយ៍ដាក់សុងឌីយើក៏ត្រូវបានដកចេញពីមុខងារជាស្នងការចិនខ្ពស់នៅឥណ្ឌូចិនហើយជំនួសវិញដោយលោកបូឡាអេតដោយហូជីមិញកុម្មុយនីសទាមទារឯករាជ្យនិងឯកភាពវៀតណាមដាច់ណាត់ហើយច្បាំងតទល់ជាមួយបារាំងជារៀងរាល់ថ្ងៃទៀតផងនោះរដ្ឋាភិបាលបារាំងក៏បានសម្រេចចិត្តឈប់ឲ្យលោកស្នងការជាន់ខ្ពស់ឥណ្ឌូចិនបូឡាអេតមានការទំនាក់ទំនងជាមួយនឹងហូជីមិញតទៅទៀតបារាំងបានងាកមករកខាងបៅដៃវិញដែលកំពុងសម្រាកកាយនៅទីក្រុងហុងកុងចាប់តាំងពីខែមីនាមកម្លេះបារាំងមានគំនិតថាបើជាមួយបៅដៃប្រហែលជាគេអាចសម្រុះសម្រួលគ្នាបានហើយមួយវិញទៀតតាំងពីពេលមុនមកបៅដៃនេះក៏មិនដែលទាមទារឲ្យមានឯកភាពវៀតណាមដែរនេះគឺជាការយកច្រឡំធំមួយរបស់បារាំងដោយក្រោយពីបានទទួលអំណាចហើយលើកនេះបៅដៃលែងឲ្យបារាំងជិះជាន់ដូចមុនទៀតហើយនៅទីបំផុតអ្វីទាំងអស់ដែលបារាំងមិនព្រមប្រគល់ទៅឲ្យហូជីមិញបារាំងនឹងទៅឲ្យបៅដៃទាំងអស់អាញាធិបតេយ្យបារាំងមិនបានចោទបៅដៃថាបានចូលដៃនឹងជប៉ុនធ្វើសកម្មភាពប្រឆាំងនឹងបារាំងទេនិងចាប់នាយករដ្ឋមន្ត្រីខ្មែរសឿន ង៉ុកថាញ់ទៅដាក់គុកនោះទេផ្ទុយទៅវិញអាញាធិបតេយ្យបារាំងនេះបានអញ្ជើញបៅដៃផងបង្ខំផងឲ្យយល់ព្រមមកកាន់អំណាចវិញនៅដើមខែវិច្ឆិកាឆ្នាំ1947លោកបូឡាអេតបានស្នើសុំជួបជាមួយនឹងបៅដៃប្រហែល1ខែក្រោយមកវីរជនទាំងពីរនេះបានជួបគ្នាចំនួន2ថ្ងៃគឺនៅថ្ងៃទី6និងទី7ខែធ្នូនៅឆកសមុទ្រហាឡុងក្នុងការជួបសន្ទនាគ្នានេះអ្នកទាំងពីរបានយល់ព្រមជាមួយគ្នាធ្វើសេចក្តីថ្លែងការណ៍រួមមួយមាន3ចំណុចស្តីអំពីទំនាក់ទំនងអនាគតរវាងបារាំងនិងវៀតណាមតែមិនបានចុះហត្ថលេខាទេក្រោយពីបានត្រឡប់មកដល់ទីក្រុងហុងកុងវិញបៅដៃត្រូវបានវីរជនដែលជិតស្និទ្ធនឹងលោកធ្វើការរិះគន់លោកជាខ្លាំងដោយសារលោកបានយល់ព្រមទទួលយកលក្ខន្តិកៈរបស់បារាំងគឺវៀតណាមនៅក្នុងសហភាពបារាំងចំណែករដ្ឋាភិបាលបារាំងវិញក៏មិនពេញចិត្តប៉ុន្មានដែរនឹងលោកបូឡាអេនក្រោយពីបានដឹងថាលោកស្នងការជាន់ខ្ពស់ឥណ្ឌូចិនមានបំណងបញ្ចូលកម្ពុជាក្រោមនៅក្នុងវៀតណាមព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហនុមានផ្ញើព្រះរាជសារមួយចុះថ្ងៃទី20ខែមករាឆ្នាំ1948ទៅជូនលោកស្នងការជាន់ខ្ពស់នេះសូមឲ្យលោកផ្ដល់ព័ត៌មានទាំងអស់ដល់ព្រះអង្គពីគ្រប់ការចរចាដែលលោកបានធ្វើជាមួយយួនស្ដីពីកម្ពុជាក្រោមបៅដៃបានទាមទារពីបារាំងដូចហូជីមិញដែរគឺឯករាជ្យនិងឯកភាពវៀតណាមគោលជំហរនយោបាយរបស់បៅដៃកាន់តែតឹងឡើងតែបារាំងវិញកាន់តែខ្សោយចុះទៅវិញនៅចុងខែឧសភាឆ្នាំ1948បារាំងក៏បានទទួលយល់ព្រមតាមការស្នើរបស់បៅដៃដើម្បីបង្កើតឲ្យមានរដ្ឋាភិបាលកណ្ដាលបណ្ដោះអាសន្នវៀតណាមមួយក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ស្វឹងដែលក្នុងនោះមានរដ្ឋមន្ត្រីមកពីហាណូយទីក្រុងវេនិងពីព្រៃនគរនៅថ្ងៃទី5ខែមិថុនាឆ្នាំ1948លោកបូឡាអេនិងលោកឧត្តមសេនីយ៍ស្វឹងបានចុះហត្ថលេខានៅលើសេចក្តីថ្លែង
ការណ៍រួមដែលបានធ្វើឡើងរវាងលោកបូឡាអេនិងបាវដៃកាលពីថ្ងៃទី7ខែធ្នូឆ្នាំ1947សេចក្តីថ្លែងការណ៍នោះមាន3ចំណុចបារាំងទទួលស្គាល់ជាអឡារឹកនៅឯករាជ្យរបស់វៀតណាមដោយធ្វើឯកភាពខ្លួនឯងបានដោយសេរីចំណែកវៀតណាមវិញប្រកាសចូលក្នុងសហភាពបារាំងក្នុងឋានៈជាប្រទេសសមាគមនឹងបារាំងឯករាជ្យវៀតណាមត្រូវនៅក្នុងកម្រិតអនុញ្ញាតដោយសហភាពបារាំងវៀតណាមសន្យាថានឹងគោរពសិទ្ធិនិងផលប្រយោជន៍ប្រជាជនបារាំងហើយធានាដោយគ្មានលក្ខខណ្ឌដល់ការគោរពគោលការណ៍ប្រជាធិបតេយ្យនិងអំពាវនាវដល់ទីប្រឹក្សានិងអ្នកបច្ចេកទេសបារាំងតាមត្រូវការក្នុងការរៀបចំអង្គការផ្ទៃក្នុងនិងសេដ្ឋកិច្ចតាំងពីពេលបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នទៅតំណាងវៀតណាមនឹងដោះស្រាយដោយសំប្រកបជាមួយនឹងតំណាងសាធារណរដ្ឋបារាំងពីការរៀបចំខាងផ្នែកវប្បធម៌ការទូតយោធាសេដ្ឋកិច្ចហិរញ្ញវត្ថុនិងបច្ចេកទេសសេចក្តីថ្លែងការណ៍រួមនេះមិនបាននិយាយពីប្រជាមតិនគរសង្ស៊ីនទេជាហេតុដែលធ្វើឲ្យលោកកូហ្វ្លូរ៉េតរដ្ឋមន្ត្រីបារាំងក្រសួងនីសមុទ្រធ្វើការកែតម្រូវនៅរដ្ឋសភានៅក្នុងថ្ងៃទី8ខែមិថុនាដូចតទៅចំពោះលេខន្តិកៈកូសាំងស៊ីនឯកសារដែលបានចុះហត្ថលេខានៅឆកសមុទ្រហាឡុងមិនមែនមានន័យថាបារាំងទទួលស្គាល់ជាស្វ័យប្រវត្តិនៅការរួមគ្នានៃគីទាំង3រដ្ឋាភិបាលបារាំងនៅពេលនេះមិននិយាយដល់សោះទេពីការរួមគីទាំង3រដ្ឋាភិបាលបារាំងមិនជំទាស់ទេពីឯកភាពវៀតណាមប្រសិនបើនេះជាឆន្ទៈប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋក្រោយពីសេចក្តីថ្លែងការណ៍នេះបានចេញផ្សាយជាផ្លូវការព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហនុបានធ្វើសេចក្តីតវ៉ាមួយតាមលិខិតព្រះអង្គចុះថ្ងៃទី18ខែមិថុនាឆ្នាំ1948ពីការដែលបារាំងមានបំណងភ្ជាប់កម្ពុជាក្រោមជាមួយនឹងវៀតណាមនេះនៅថ្ងៃទី19ខែសីហាឆ្នាំ1948នៅចំពោះមុខរដ្ឋសភាបារាំងលោកនាយករដ្ឋមន្ត្រីបារាំងបានធ្វើសេចក្តីប្រកាសមួយថារបបសព្វថ្ងៃនៅកូសាំងស៊ីនមិនស្របទៅនឹងការចាំបាច់នាពេលបច្ចុប្បន្ននោះទេហើយមានតែប្រជាពលរដ្ឋខ្លួនឯងទេដែលត្រូវសម្រេចដោយសេរីអំពីលក្ខន្តិកៈរបស់ខ្លួននៅក្នុងក្របខ័ណ្ឌនៃសហភាពបារាំងដោយសារគោលជំហរថ្មីរបស់បារាំងនេះបាវដៃដែលបានមកឈប់សម្រាកនៅប្រទេសបារាំងមិនព្រមត្រឡប់ចូលទៅស្រុកវិញទេដរាបណាបារាំងនៅតែមិនយល់ព្រមប្រគល់ឯករាជ្យនិងឯកភាពដល់វៀតណាមនៅព្រៃនគរលោកស្វឹងដែលជាប្រមុខរដ្ឋាភិបាលយួនដោយគ្មានមធ្យោបាយក៏បានក្លាយជាអាយ៉ងរបស់បារាំងទាំងស្រុងទាំងបាវដាយទាំងហូជីមិញម្នាក់សុទ្ធតែតាំងខ្លួនជាតំណាងវៀតណាមចំណែកនៅប្រទេសបារាំងវិញអ្នកនយោបាយចោទគ្នាទៅវិញទៅមកអំពីបញ្ហាដូចជានេះខាងគណៈបកស្ដាមនិយមគឺគណៈបកចលនាសាធារណរដ្ឋប្រជាប្រិយនិងប្រមូលផ្ដុំប្រជាពលរដ្ឋបារាំងគាំទ្របោកដាយខាងគណៈបកសង្គមនិយមផ្នែកខាងបារាំងនៃសមាគមអន្តរជាតិកម្មករគាំទ្រលោកស្វឹងឯចំណែកខាងគណៈបកកុម្មុយនីសបារាំងគាំទ្រហូជីមិញរដ្ឋាភិបាលបារាំងមិនព្រមផ្ដល់អំណាចដល់លោកស្វឹងទេលោកបូឡាអេតដោយធុញទ្រាំនឹងវិបត្តិនេះនិងម្យ៉ាងទៀតដោយសារលោកបានចាប់អាណត្តិផងក៏បានវិលត្រឡប់មកប្រទេសបារាំងវិញទៅហៅទុកឲ្យលោកលេអុងពីញ៉ុងជំនួសលោកវិញរដ្ឋាភិបាលបារាំងប្រញាប់ប្រញាល់ដោះស្រាយបញ្ហាវៀតណាមនេះឲ្យតែរួចបានភ្លាមនៅទីបំផុតនៅថ្ងៃទី8ខែមិនិនាឆ្នាំ1949កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខារវាងលោកប្រធានាធិបតីបារាំងវ៉ាងសង់អូរីយ៉ុលនិងបាវដាយតែកិច្ចព្រមព្រៀងនេះរដ្ឋាភិបាលបារាំងមិនបានធ្វើការចុះផ្សាយទេទោះបីតំណាងរាស្ត្រទទូចចង់ដឹងពីខ្លឹមសារយ៉ាងណាក៏ដោយលោកកូហ្វ្លូរ៉េដែលជារដ្ឋមន្ត្រីក្រសួងនីសមុទ្រគ្រាន់តែបានធ្វើការបញ្ជាក់ថាកិច្ចព្រមព្រៀងនេះនឹងក្លាយជាគ្មានតម្លៃអ្វីនោះឡើយប្រសិនបើរដ្ឋសភាមិនព្រមអនុមតិយល់ព្រមប្រគល់កូសាំងស៊ីនទៅឲ្យបាវដាយទេរដ្ឋាភិបាលបារាំងហេតុដែលសម្រេចប្រគល់កូសាំងស៊ីនទៅឲ្យបាវដាយនេះក្នុងគោលបំណងចង់ឈ្នះហូជីមិញផងចង់បំពេញចិត្តយួនសេរីផងនិងចង់រក្សាផលប្រយោជន៍បារាំងនៅក្នុងដែនដីកូសាំងស៊ីននេះឲ្យបានទៀតផង